សួស្តីបងប្អូនទាំងអស់គ្នាតែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអីបានជាយើងពិបាកនឹងបដិសេធនំផ្អែមតែអំពៅឬភេសជ្ជៈដែលមានជាតិស្ករខ្លាំងម្ល៉េះទោះបីជាយើងដឹងថាវាបានផ្ដល់ផលអាក្រក់ដល់សុខភាពក៏ដោយថ្ងៃនេះ Channel Daily Health នឹងមកបកស្រាយសំណួរដ៏ចម្រូងចម្រាសមួយគឺតើស្ករពិតជាសារធាតុញៀនមែនដែរឬទេហើយបើសិនបើវាញៀនតើយើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយវាដោយមិនបង្ខំដល់រាងកាយខ្លាំងពេកមុននឹងចូលទៅដល់ខ្លឹមសារលម្អិតសូមកុំភ្លេចចុច like ម្នាក់មួយនិងចុច subscribe រួចបើករូបកណ្ដឹងដើម្បីទទួលបានវីដេអូដំបូងមានសុខភាពល្អៗជារៀងរាល់សប្តាហ៍យោងតាមប្រភពល្បីៗដូចជា BBC, WebMD និង Insider សំណួរដែលថាតើស្ករជាសារធាតុញៀនឬអត់នៅតែជាប្រធានបទដែលអ្នកវិទ្យាសាស្ត្រជជែកវែកញែកគ្នានៅឡើយជាផ្លូវការស្ករមិនទាន់ត្រូវបានគេចាត់ទុកជាសារធាតុញៀនដូចជាគ្រឿងញៀនខុសច្បាប់នោះទេប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រតិកម្មរបស់វាចំពោះខួរក្បាលនៅពេលយើងញ៉ាំស្ករខួរក្បាលរបស់យើងបញ្ចេញសារធាតុម្យ៉ាងឈ្មោះថាដូប៉ាមីនដែលជាសារធាតុបង្កឲ្យមានសេចក្តីសុខវាជាប្រព័ន្ធរង្វាន់នៅក្នុងខួរក្បាលប្រតិកម្មនេះស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែលកើតឡើងចំពោះមនុស្សដែលប្រើប្រាស់សារធាតុញៀនដែរគឺវាធ្វើឲ្យរាងកាយយើងចង់ញ៉ាំទៀតដើម្បីទទួលបានសេចក្តីសុខនោះឡើងវិញការកាត់បន្ថយឬឈប់ញ៉ាំស្ករដែលគេបន្ថែម add sugar ផ្ដល់ផលប្រយោជន៍អស្ចារ្យទាំងផ្លូវកាយនិងផ្លូវចិត្ត 1. សុខភាពស្បែកស្ករធ្វើឲ្យស្បែកឆាប់ចាស់និងបង្កឲ្យមានមុន 2. ថាមពលអ្នកនឹងលែងមានអារម្មណ៍ងងុយគេងឬអស់កម្លាំងខ្លាំងនៅពេលរសៀល Sugar crash 3. ការគ្រប់គ្រងទម្ងន់កាត់បន្ថយហានិភ័យនៃជំងឺធាត់និងជំងឺទឹកនោមផ្អែមប្រភេទទី2 4. សុខភាពផ្លូវចិត្តកាត់បន្ថយភាពតានតឹងនិងជួយឲ្យអារម្មណ៍នៅជាងមុនការផ្ដាច់ស្ករភ្លាម 100% ឬហៅថា Go Cold Turkey អាចធ្វើឲ្យអ្នកមានអារម្មណ៍មួម៉ៅឈឺក្បាលនិងអស់កម្លាំងដូច្នេះនេះគឺជាវិធីសាស្ត្រផ្ដាច់បន្តិចម្ដងជំហានទី1ចាប់ផ្ដើមកាត់បន្ថយភេសជ្ជៈផ្អែមមកត្រឹមពាក់កណ្ដាលបើធ្លាប់ញ៉ាំកាហ្វេផ្អែមខ្លាំងសាកមកផ្អែមតិចជំហានទី2អានស្លាកសញ្ញាអាហារ Nutrition Facts ទឹកជ្រលក់នំប៉័ងឬទឹកដោះគោជូរខ្លះមានជាតិស្ករលាក់មកច្រើនណាស់ជំហានទី3ញ៉ាំផ្លែឈើស្រស់ជំនួសនំផ្អែមជាតិសរសៃ fiber ក្នុងផ្លែឈើជួយឲ្យការស្រូបយកជាតិស្ករយឺតជាងមុនជំហានទី4ផឹកទឹកឲ្យបានច្រើនជួនកាលរាងកាយយើងច្រំរវាងស្រេកទឹកនិងការឃ្លានរបស់ផ្អែមរាប់មកស្ករមិនមែនជាគ្រឿងញៀនតាមច្បាប់ប៉ុន្តែវាពិតជាអាចគ្រប់គ្រងខួរក្បាលរបស់យើងបានប្រសិនបើយើងមិនបានប្រុងប្រយ័ត្នការផ្លាស់ប្ដូរទម្លាប់តូចៗនៅថ្ងៃនេះយើងនឹងបានលទ្ធផលអស្ចារ្យសម្រាប់សុខភាពអ្នកនៅថ្ងៃអនាគតតើបងប្អូនមានគម្រោងកាត់បន្ថយស្ករដែរឬទេឬមានវិធីសាស្ត្រល្អៗអ្វីខ្លះសូមបញ្ចេញមតិ comment នៅខាងក្រោមដើម្បីចែករំលែកគ្នាកុំភ្លេចចុច share វីដេអូនេះទៅកាន់មនុស្សដែលអ្នកស្រឡាញ់ផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូក្រោយ